ป่านั่นแหละบอกจะบอกดีโอ้ Hello. how are you I'm good. ตาหน้านังตาหน้า Get pool. อะไรไหน Pool is so มือกระตุบยังไหมคะ It had a hot tub. ตุบยัง like that's the door and ตู้กับไอ We got to cannonball. and then here is a TV and then ตกนี่ไอ้กล้วยอันนี้มีนสลอง here กล้วยก็เป็นตกมุ้ยเป็นตกหมากอะไร and then this is a bed and then plus right here And another plus. yeah ให้มีอะไรเกนหรอมีเกนหรอใช่ A plus. There's a There bunk is bed a and another bunk bed. ocean view yeah And there's the Hey, trash Jeff. can. อายุนั่งแล้วสักเกนยังไง Here. Can I climb up? yeah you can Can I climb up? not yet you have to let them know so they can come Wow. That's and beautiful. take it off for you Beautiful. ha why look at the side Sheldon look at the side Sheldon like hey Sheldon look at me Sheldon Sheldon นั่นนะนี่ In the cruise. on the cruise okay you happy Yeah, but You know? I don't see the building and Sheldon ดัง I don't see the beach around ปีบัวซ้ายในขนมสมมติอะไรนั่นไงสมมติทอมมาขยัน It's too far away. บ้านมองมาได้มั้ยสักปีเนี่ยอันยังมวยอะไรซ่าอันยังมวยเย้สบายอาร์ต Yeah, ให้ขึ้นจักเท่ามัด yeah. ว้า See, I don't see. Oh yeah, yeah, please, thank you. แม่มาเนี่ยทอดอะไรซ่าบ้างซ่า get in do like mommy you wanna more มือมุกเขาชอบมาบันไดก็มาเลยอันนั้นเตรียมออกมาได้ what you want ให้เช็ดได้เช็ดพ้องเลือกได้ใช่ไหมก็แบบนี้ห้ามวัดเธอมอดสบู่มอดมึงไปอย่าไหลแดดใช่ไหมนี่ทำไมแดดเย่ให้เรียนดาดไอ้จังตั้งนาให้ท่านเลิกเชื่อไอ้จังตั้งนาแล้วซะเลิกเชื่อนั่งเตี้ยเลิกเชื่อมือเตี้ยเลิกเชื่อมือเตี้ยมือเลิกเชื่อเตี้ยเลิกเชื่อเตี้ยไหลแดด Hey. Cắt cái đi không? Việt đấy. Vui tí gặp sắp đấy. Nhắm môi khui. Chốc bàn ta không. Look at the camera. Yeah. Hello, Ching. Đây chứ. Hay theo lâu rồi mà. Ba mươi nè, là già. Cái gì? Sao? Cái gì? Sit down. Sit down. Chưa bỏ ba cái gì này lại. Ồ, sit down ăn thì cái ăn cay này. Sẽ cho theo bỏ. Canh mami bò. Bỏ ba.
ឥឡូវនេះយើងមកដល់ Ocean Cay មកតាំងពីម្សិលមិញមកប្រហែលជា12មកដល់ Ocean Cay នេះហើយបន្ទាប់មកក៏យើងចុះលេងមួយទឹកមួយផ្លែតនៅសមុទ្រខាងនោះនៅខាងនោះណាអញ្ចឹងដល់ពេលអញ្ចឹងហើយយើងសម្រាប់ម៉ោង11កន្លះយប់ហ្នឹងគេឲ្យយើងចុះឡើងទៅលើកប៉ាល់វិញយ៉ាទេគេដល់ម៉ោង11កន្លះយប់ហ្នឹងគឺគេឲ្យយើងចូលកប៉ាល់ទៅវិញយប់មិញណាប៉ុន្តែហើយចូលទៅកប៉ាល់អត់ចេញដំណើរគ្រាន់តែយើងចូលទៅគេគេបិទតែម៉ោង11កន្លះហើយយើងចូលឡើងទៅគេទាំងអស់គ្នាលើកប៉ាល់វិញ Yeah No you wear that one please wear that one wear it please wear it អញ្ចឹងដល់ពេលគេឲ្យលេងថាម៉ោង11កន្លះយើងត្រូវចុះឡើងទៅលើកប៉ាល់វិញដើម្បីទៅគេទៅកប៉ាល់ប៉ុន្តែកប៉ាល់ហ្នឹងអត់តាណាទេកប៉ាល់ហ្នឹងគឺនៅកន្លែងដដែលហើយគេគ្រាន់តែឲ្យយើងគេលើហ្នឹងទៅហើយបលឹមឡើងយើងចង់នៅលើកប៉ាល់ហ្នឹងទៀតក៏បានឬក៏យើងចង់ដើរមកចុះខាងក្រោមចេញមកក្រៅនៅសមុទ្រទៀតក៏បានព្រោះសមុទ្រនៅនេះមាន8សមុទ្រ beach ណាមិនមែនសមុទ្រថាឆ្នេរដែលយើងអាចទៅលេងបានមាន8ហើយវាមាន South and North Beach ហើយនៅក្នុង North and South Beach វាមាន beach ផ្សេងៗគ្នាទៀតអញ្ចឹងណាអញ្ចឹងឥឡូវយើងមកលេងនៅ South Beach ហើយ South Beach ហ្នឹងថ្ងៃនេះគឺគេបំរើ buffet នៅនឹងបដោយមានន័យថាយើងមិនបាច់យើងបើយើងចង់ឡើងទៅលើកប៉ាល់វិញគឺអត់ចុះពីលើកប៉ាល់យើងអាចញ៉ាំនៅខាងលើហ្នឹងហើយមួយទឹកអីធម្មតានៅខាងលើហ្នឹងសេវាកម្មនៅលើមានដដែលគ្រាន់តែថាគេមានសេវាកម្មនៅក្រោមនេះដោយបន្ថែមនៅអាហារbuffet ឲ្យយើងញ៉ាំយើងចង់ញ៉ាំមានអាហារ buffet ឲ្យញ៉ាំហើយបើសិនជាយើងចង់ចុះមកលេងនេះយើងចុះមកលេងមកយើងចង់នៅខាងលើអត់ចុះមកអត់ចុះទៅលើកប៉ាល់ក៏បានដូចគ្នាព្រោះនៅខាងលើក៏មានកន្លែងលេងហើយក៏មានសេវាកម្មធម្មតាគ្រាន់តែគេបន្ថែមនៅអាហារឲ្យយើងនៅពេលយើងចុះតែមិនអត់មានអាហារទេតែមិនយើងគិតថាឲ្យយើងញ៉ាំអាហារបើចុះមកឬក៏ពេលយើងឃ្លានតែឡើងទៅញ៉ាំទៅលើវិញប៉ុន្តែថ្ងៃនេះគឺមានអាហារដើម្បីយើងញ៉ាំមិនបាច់ឡើងទៅលើវិញតែបើអ្នកដែលអត់ចុះពីលើកប៉ាល់ក៏នៅញ៉ាំខាងលើហ្នឹងបានដែរហើយថ្ងៃនេះផងដែរគឺគេថាម៉ោង5កន្លះគេឲ្យយើងឡើងទៅលើកប៉ាល់វិញហើយយើងនឹងចេញដំណើរទៅកោះមួយទៀតគឺកោះ National Island Ocean Cay នេះចាប់ថ្ងៃហ្នឹងមក5កន្លះគេមក6គេចាប់ដើមចេញដំណើរហើយអញ្ចឹងស្អែកទៅដល់National Island បន្ទាប់មកយើងត្រឡប់ទៅ Miami វិញមក7ព្រឹកខាងស្អែកគឺទៅដល់ហើយ Miami ហើយនៅសមុទ្រនេះផងដែរគឺជាសមុទ្រដែលកែច្នៃនិយាយទៅមិនមែនសមុទ្រកែច្នៃទេនៅក្នុងសមុទ្រហ្នឹងហើយគេបង្កើតជាកោះមួយឡើងមកហើយកម្មវិធីនៅលើកប៉ាល់ហ្នឹងក៏អត់មានដកថយដែរអត់មានថាអត់មានដកទេគឺកម្មវិធីមានទាំងប្រមាណមានទាំងអស់អត់មានបន្ថយទេហើយគេគ្រាន់បន្ថែមទៀតបើសិនជាអ្នកណាដែលគេចង់មកលេងនៅខាង beach ខាងក្រោមអញ្ចឹងគេមកលេងទៅហើយបើអ្នកណាគេមិនចង់ចុះគឺគេនៅខាងលើហ្នឹងកម្មវិធីខាងលើមានធម្មតាហើយយើងនិយាយទៅដូចយើងទៅលេងនៅ beach ធម្មតាដូចទៅលេងនៅ Miami ទៅលេងនៅ Orlando អីអញ្ចឹងទៅលេង beach ធម្មតាអញ្ចឹងដូចគ្នាអញ្ចឹងដែរគ្រាន់តែថាយើងមកនេះគឺមកលក្ខណៈគេ private island ណានេះវាមិនមែនមានមនុស្សទាំងអស់គ្នាទៅលេងនៅនឹងទាំងអស់តែ MSC ដែលមកជប់នៅនឹងបើសិនជា Carnival ឬក៏ Princess ឬក៏ Norwegian អីគេទៅឈប់នៅ Bahamas ដែរតែ Bahamas កន្លែងផ្សេងទៀតព្រោះ Bahamas វារៀងធំដែរដោយសារខ្ញុំឆែកមើលក្នុង map ទៅការ៉ាសាំងដែលនៅចិត្តជាងគេបំផុតក៏81ម៉ាយពីនេះដែរព្រោះនេះកោះនៅក្នុងសមុទ្រចឹងបើយើងចង់ចេញទៅខាងក្រៅតើយើងបែរជាត្រូវជិះកប៉ាល់ឬជិះទូកអីដើម្បីចេញទៅឲ្យផុតពីកោះហ្នឹងទៅយើងទៅដល់ខាងក្រៅហើយបើកន្លែងគេងអី20ម៉ាយអីទៀតបានទៅដល់ប៉ុន្តែឥឡូវហ្នឹងMSC ខ្លួនឯងផ្ទាល់ហ្នឹងកោះហ្នឹងគឺកំពុងតែរៀបចំគេធ្វើរៀបចំដើម្បីឲ្យចាញ់ខាយទៅជាទិសដៅរមណីយដ្ឋានអីអញ្ចឹងព្រោះគេកំពុងតែ build ជាដូចជា motel ឬក៏ hotel ឬក៏កន្លែងដែលស្នាក់នៅបើមិនអ្នកខ្លះគេមកចង់គេចង់មកគេមិនចង់មកតែប៉ុណ្ណឹងគេអាចចង់មកគេនៅលើកោះហ្នឹង 3-4 ថ្ងៃ 3-4 យប់អីអញ្ចឹងទៅអញ្ចឹងគេមានកន្លែងឲ្យដើម្បីឲ្យយើងគេអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាគេកំពុងតែត្រៀមកែច្នៃរមណីកន្លែងហ្នឹងទៅជារមណីយដ្ឋានសាធារណៈមានន័យថាបើសិនជាយើងចង់មកគេនៅហ្នឹងក៏បានដែរអ្នកដែលមិនជិះកប៉ាល់ MSC អាចមកតាមកប៉ាល់ MSC ដើម្បីចូលមកលើកោះហ្នឹងហើយស្នាក់នៅលើកោះហ្នឹងតាមតែយើងចង់ហ្នឹងទៅព្រោះអីគេកំពុងរៀបចំឥឡូវនេះវាមិនទាន់ជាហើយ 100% ដោយសារឃើញកំពុងតែគេរៀបចំសាងសង់គេមាន
កន្លែងគេងគេធ្វើជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ហើយកន្លែងមួយចំនួនដូចជាកន្លែងស៊ីគេជាពិសេសហ្នឹងគឺអត់ទាន់រៀបចំហើយទេកំពុងតែរៀបចំកំពុងតែសាងសង់ឡើងណាហើយនៅក្នុងនេះដែរគឺមានកំសាន្តកន្លែងកំសាន្តដូចជាជិះ jet ski ដូចជាជិះ kayak ដូចជាsnorkel ដែលថាយើងអាចធ្វើនៅលើកោះហ្នឹងបានដោយសារវាជាទឹកសមុទ្រអញ្ចឹងការដែលយើងលេងហ្នឹងគឺអត់មានអីក្រៅតែពីយើងលេងអ្វីៗពាក់ព័ន្ធជាមួយនឹងទឹកណាអញ្ចឹងឧទាហរណ៍ដូចជា kayak ចែវទូកដូចជា snorkeling មើលនៅក្នុងទឹកអីចឹងទៅដូចជាជិះ jet ski អីចឹងទៅអញ្ចឹងសេវាកម្មទាំងអស់ហ្នឹងគឺបើសិនជាយើងចង់ it's one of the excursion you have to buy it យើងត្រូវទិញណាយើងមិនមែនគេឲ្យយើងធ្វើ free ទេតាមតម្លៃឧទាហរណ៍បើសិនជាយើងចង់ជិះ kayak អញ្ចឹងគេជួលជាម៉ោងអីចឹងទៅបើសិនជាយើងចង់ជិះ jet ski ដល់សេគេជួលជាម៉ោងអញ្ចឹងទៅមួយ package ហ្នឹងគេឲ្យយើង1ម៉ោងឬ2ម៉ោងទៅតម្លៃតាមហ្នឹងដូចជា200 or something និយាយចំទៅខ្ញុំមិនបានដឹងពីតម្លៃច្បាស់ហើយដោយសារយើងអត់ចាប់អារម្មណ៍ដូច្នេះយើងគ្រាន់តែមើលហើយយើងដូចថាមើលចោលអញ្ចឹងណាអញ្ចឹងតម្លៃវាខ្ទង់ពីបើជួលឆាត់ដូចជា$15ឆាត់ណាព្រោះវាក្តៅដែរអញ្ចឹងយើងដាក់ឆាត់ទៅវាមិនសូវតែក្តៅប៉ុន្តែជួលឆាត់ហ្នឹងគ្រាន់តែឆាត់ជួលហ្នឹង$15ហើយបើយើងចង់ជួលយើងជួលទៅហើយបើសិនជាយើងចង់ជិះ kayak អីអញ្ចឹងគេជួលមួយ package គេហ្នឹងប្រហែលដូច200ឬម្នាក់ឬក៏អីអញ្ចឹងទៅពីព្រោះ package ខ្លះជា family package ខ្លះយើងអាចធ្វើម្នាក់ឯងបានអញ្ចឹងណាហើយតម្លៃមានតាមហ្នឹងអញ្ចឹងទៅប៉ុន្តែការ activity ទាំងអស់ហ្នឹងគឺវាសិតតែជា activity ដែលពាក់ព័ន្ធជាមួយនឹងការដែលយើងលេងទឹកណាចាហើយនិយាយទៅគឺយើងមកនេះគឺយើងសប្បាយស្រឡះភ្នែកធ្វើយើងសប្បាយចិត្តធ្វើយើងស្រឡះមុខស្រឡះមាត់ហើយនឹងទេសភាពស្អាតដោយសារទឹកសមុទ្រនោះពួកគាត់ខៀវតែម្ដងអ្វីដែលយើងឃើញហ្នឹងគឺនេះទឹកថ្លាឆ្វង់នេះត្រីហែស្បែកត្រីក៏ឃើញក៏មានដែរក្នុងនេះស្មៅនោះគឺត្រីហើយវ៉ាត្រីត្រីឯងគាត់ fish អូយើងមកទៅផ្អើលត្រីតែត្រីមានទូចឯង Yeah, a lot of fish right here. Look, a fish right here. Big one, small one. Minnows! Where? Minnows! Run! Bây giờ mau chặt pet vì ăn mau còn phải ăn một ngày ăn nơi hả? Yeah, that's the one a lot of lệ cái bảo mẹ ní cái bà lẽ nhưng bà nó chở nó cái chở nó là không cho năng hả? Xin mới tiết à? Wow, sao đấy mà đăng? Go ahead, you're gonna do it. Can I do it? I don't know. Ask Papa. ឃើញត្រីមានទុយមានធំត្រីក្រាំអញ្ចឹងនេះហើយមានត្រីឡងវែងចាំមកឡងស្រួចបាញ់ប៉ុណ្ណាណៃប្រហែលជាប៉ុនមួយជើងវែងប្រហែលចង់ 3-4 ទឹកហ្នឹងមិញតាំងចាំមកទៀតប្រហែលខ្ទង់ 3-4 ទឹកហ្នឹងចាជំរាបសួរបងប្អូនទាំងអស់គ្នានិងស្វាគមន៍មកកាន់វីដេអូថ្មីរបស់នេះខ្ញុំហើយថ្ងៃនេះផងដែរគឺជាវីដេអូទាក់ទងនឹងការធ្វើដំណើរកម្សាន្តនៅលើកប៉ាល់ MSC ហើយការធ្វើដំណើរលើនេះគឺជាក្រុមគ្រួសារតូចចាស់ឲ្យមានរយៈពេល4យប់ទៅយើងឡើងពី Miami Florida ហើយចុះវិញក៏នៅ Miami Florida ដែរក៏ប៉ុន្តែទិសដៅរបស់យើងគឺទៅ Bahamas ហើយដែលមានកោះ Nassau Island ផងដែរដែលយើងដាក់បានដំណើរកម្សាន្តចានេះគឺជាបន្ទប់គេចាហើយមុននេះក៏បងប្អូនបានឃើញវីដេអូរបស់នាងខ្ញុំផងដែរដែលនៅពេលដែលឡើងលើកប៉ាល់ដំបូងក៏ដូចជាពេលដែលចុះ
នៅលើកោះ private island របស់ MSC ចឹងនេះគឺជាទេសភាពខាងក្នុងបន្ទប់ដែលយើងគេចាំមុននឹងធ្វើដំណើរចេញទៅញ៉ាំអាហារពេលព្រឹកនិងចុះពីលើកប៉ាល់ដើម្បីដើរកម្សាន្តតាមកោះក៏ដូចជាតាមឆ្នេរសមុទ្រដែលនៅលើកោះនោះផងដែរចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទស្សនាឲ្យសប្បាយរីករាយទាំងអស់គ្នាចាសូមអរគុណហើយនឹងក៏មានវីដេអូជាបន្តបន្ទាប់ផងដែរចាអរគុណច្រើន